សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះសូមនាំបងប្អូនអ្នកគ្នាមកមើលអំពីការតាក់តែងក៏ដូចជាកាត់នៅទុរេនចោលអញ្ចឹងជាក់ស្ដែងដោយសារទុរេននេះវាមានសភាពទ្រុឌទ្រោមហើយវាងាប់ចាប់ពីចុងពីលើចុះមកក្រោមដូច្នេះយើងមិនអាចទុកវាបានទេយើងត្រូវតែកាត់នៅមែកណាងាប់ចោលដើម្បីកុំឲ្យវាឆ្លងរាលដាលមកដល់ខាងក្រោមទៀតអញ្ចឹងដោយសារតែទុរេននេះអត់សូវបានការថែទាំបានល្អហើយម្យ៉ាងទៀតការតាក់តែងតាំងពីតូចយើងអត់បានធ្វើវាឥឡូវនេះជីដែលយើងបានដាក់សារធាតុចិញ្ចឹមមួយចំនួនដែលយើងបានដាក់ឲ្យវាគឺវាអត់អាចបុកទៅដល់ផ្នែកខាងលើនៃដើមបានទេដូច្នេះយើងត្រូវកាប់មែកខាងក្រោមចេញដើម្បីឲ្យអាហារដែលយើងបានដាក់នឹងអាចមែកផ្សេងនៅខាងលើអាចទទួលយកបានព្រោះអីយើងអត់បានកាត់នៅពេលដែលយើងដាក់ទៅគឺវាអាក្រោមនឹងស្រូបយកអស់អញ្ចឹងធ្វើឲ្យផ្នែកខាងលើអត់អាចទទួលយកបានម្យ៉ាងវិញទៀតដោយសារតែការថែទាំខ្វះបច្ចេកទេសម្ចាស់មិនសូវមានពេលគ្រប់គ្រាន់ដូច្នេះធ្វើឲ្យមានការងាប់ជាបន្តបន្ទាប់ជាក់ស្ដែងដើមនេះវិញគឺនៅមានសភាពល្អក៏ប៉ុន្តែមែករបស់វាច្រើនដែរដូច្នេះយើងក៏ត្រូវតែកាត់នៅមែកណាដែលយើងគិតថាវាមិនសូវមានផលប្រយោជន៍ទៅដល់ការជំរុញផ្កាផ្លែបានអញ្ចឹងយើងត្រូវតែកាប់វាចោលដូចគ្នាដើម្បីកុំឲ្យខាតជីដែលយើងបានដាក់ទៅលើវាយើងកំពុងតែពិនិត្យមើលថាតើមែកមួយណាដែលយើងគួរកាត់ចោលអញ្ចឹងជាក់ស្ដែងដូចមែកនេះវានៅក្រោមហើយវាតូចដែរយើងត្រូវកាត់វាចោលហើយសម្រាប់ដើមនេះវិញគឺវាក្រិនយើងហៅថាវាក្រិនដោយសារតែយើងដាំអាយុកាលស្មើគេស្មើឯងដែរប៉ុន្តែវាមិនបានលូតលាស់ធំស្មើគេនោះទេហើយបើយើងមើលពីសភាពដើមវិញយើងឃើញហើយថាមែករបស់វាចាប់ផ្ដើមបែកតាំងពីក្រោមឡើងទៅអញ្ចឹងប្រហែលជាមួយតែអាមពីដីវាចាប់ផ្ដើមបែកហើយយើងអត់បានកាត់វាដូច្នេះធ្វើឲ្យដើមហ្នឹងអត់រីកធំទេជាងកាលណាអត់រីកធំវាទៅជាក្រិនហើយការផ្ដល់នៅអាហារហ្នឹងគឺយើងផ្ដល់ដូចគេដូចឯងដែរក៏ប៉ុន្តែវាអត់បានជំរុញឲ្យមានការចេញផ្កាផ្លែនៅឡើយអញ្ចឹងដើមមួយនេះតាំងពីដើមមកមិនទាន់បានមានផ្លែផ្កានៅឡើយទេចំណែកដើមផ្សេងគេមានអស់ហើយនេះវិញគឺជាដើមមានដែលយើងគិតថាវាក្រិនហើយយើងបំរុងនឹងកាប់ចោលតែឥឡូវឃើញថាដើមទុរេនវាល្អជាងអញ្ចឹងយើងក៏កាប់មែកមាននេះចេញវិញដើម្បីឲ្យទុរេនវាលាស់ហ្នឹងហើយចូលយើងកាត់មែកមាននេះចេញដើម្បីឲ្យកុំឲ្យប៉ះពាល់ទុរេនដើម្បីឲ្យមានពន្លឺមានកាមេរ៉ាស្វ័យជំនួសគ្រប់គ្រាន់ដើម្បីមានការធំធាត់ហ្នឹងហើយអញ្ចឹងបងប្អូនអាចទស្សនាការតាមដាននៅការកាត់មែកតាក់តែងមែកដើម្បីឲ្យវាមានសុខភាពល្អមានការរីកដើមធំបានល្អ